អូនប្រុសអូនអាចមើលងាយបងបានជេរប្រមាថដៀលស្មេះបងបានប៉ុន្តែកុំមើលងាយដល់ម្ដាយរបស់បងអូនណាបងប្តឹងពីអូនបានពីបទបរិហាគេជាសាធារណៈបងទាលុយរាប់ម៉ឺនដុល្លារប្រយ័ត្នសម្ដីទីអូនប្រុសអូនអាចមើលងាយបងបានជេរប្រមាថដៀលស្មេះបងបានប៉ុន្តែកុំមើលងាយដល់ម្ដាយរបស់បងអូនណាបងប្តឹងពីអូនបានពីបទបរិហាគេជាសាធារណៈបងទាលុយរាប់ម៉ឺនដុល្លារប្រយ័ត្នសម្ដីទីផ្សារម៉ែឯងអូនមានការប្រតិកម្មតពីបងម្នាក់នេះឈ្មោះភេកឈ្មោះសុផនកម្ពូលអ្នកលក់ខ្ញុំកណាអាត្មាភាពឬសូនឃើញ comment ច្រើននៅក្នុងនឹងអ្នក comment ខ្លះហ្នឹងអ្នកយល់រឿងរ៉ាវហ្នឹងមិនសូវជាយល់ទេបើតាមមើលអ្នក comment ហ្នឹងចឹងបានថាការនិយាយនេះគាត់និយាយទៅអ្នកដែលជេរអ្នកដែលត្រូវជេរអ្នកគួរជេរឬត្រូវជេរណាត្រូវជេរម្ដាយហ្នឹងណាហើយអ្នក comment ហ្នឹងអត់ដឹងយកខ្យល់អីទេអញ្ចឹងបានអវិជ្ជាពុទ្ធព្រះអង្គសម្ដែងថាអវិជ្ជាសង្គមមានអវិជ្ជាច្រើនអញ្ចឹងបើគ្មានអវិជ្ជាច្រើនគ្មានបញ្ញាហើយគ្មានគំនិតមានចំណេះក៏ដោយណាមានចំណេះខ្លះមានចំណេះខ្លះឬក៏បណ្ឌិតអីក៏ដោយប៉ុន្តែបណ្ឌិតវាអត់គុណភាពអត់មានបញ្ញាអត់មានគំនិតអត់មានសិល្បៈរស់នៅជាមនុស្សណាហើយអួតចំណេះអួតសញ្ញាបត្រហ្នឹងសញ្ញាបត្រវាអត់សូវមានគុណភាពទេណាតែមានគុណភាពប្រាក់តិចទៅរងគ្រោះណាមើលក្នុងសារ comment ហ្នឹងដឹងហើយបងប្អូនមើលក្នុងសារ comment ហ្នឹងអញ្ចឹងពេកហៅថាបែកហើយណែទៅណានោះទៅនេះគេវិញទៅណាខ្លះម្នាក់កុំជេរម៉ែឪគាត់ព្រមសបាយសោះដល់ថ្នាក់ជេរម្ដាយគាត់ហួសហេតុលយហ្នឹងហើយឃើញណាអ្នក comment ច្រើនណា comment ហ្នឹងអត់ដឹងខ្យល់អីបងអ្នកជេរហ្នឹងគាត់និយាយថាមនុស្សដែលគួរជេរនឹងត្រូវជេរណាម្ដាយហ្នឹងម្ដាយគេត្រូវជេរម្ដាយដែលអត់អប់រំកូនល្អសុចរិតម្ដាយខ្លះទៅអត់មានធម៌ព្រមវិហារធម៌4ម្ដាយក៏ឬក៏អ្នកដឹកនាំដែរក៏ប៉ុន្តែអ្នកដឹកនាំផ្សេងពីម្ដាយណាកុំយល់ច្រឡំដូចអ្នកខ្លះទៅប្រៀបធៀបអ្នកដឹកនាំនឹងម្ដាយវាមានធម៌ព្រមវិហារធម៌ដូចគ្នាក៏ប៉ុន្តែព្រមវិហារធម៌នោះបែបអ្នកដឹកនាំហើយមានគុណធម៌ដូចគ្នាម្ដាយហ្នឹងក៏ត្រូវមានគុណធម៌ហ្នឹងអីគឺគុណធម៌ហ្នឹងក្នុងគុណធម៌ហ្នឹងមានន័យថាដឹងគុណម្ដាយឪពុកម្ដាយយើងហ្នឹងក៏ដឹងគុណគ្រូក៏ដឹងគុណញាតិដែលល្អណាមិនញាតិអាក្រក់ណាអាហ្នឹងញាតិអាក្រក់ហ្នឹងក៏អត់ស្រួលដែរហ្នឹងហើយម្ដាយមានគុណធម៌ហ្នឹងក៏ធ្វើអំពើល្អផ្សេងហើយមានព្រមវិហារធម៌បរិបូរណ៍ទៅដល់កូនហ្នឹងគេហៅថាម្ដាយល្អមានព្រមវិហារធម៌សម្ដៅដល់កូនហើយមានសេចក្តីស្រឡាញ់ជ្រាលជ្រៅណាមានអនន្តគុណអនេកបគុណអបរិមាណគុណអនន្តគុណអនេកបគុណអបរិមាណគុណហើយដោយឡែកម្ដាយដទៃមិនដូចម្ដាយយើងខុសគ្នាស្រឡះម្ដាយអ្នកដទៃហ្នឹងហ្នឹងហើយអ្នកខ្លះប្រៀបធៀបថាជេរម្ដាយខ្លួនឯងដូចជាគុណអង្គណានោះថាជេរម្ដាយគេដូចម្ដាយខ្លួនឯងម្ដាយគេផ្សេងម្ដាយយើងផ្សេងទៅដូចខ្ញុំអាត្មាខ្ញុំកណាអាត្មារៀបរាប់ចឹងហើយចឹងហើយបងប្រុសនេះក៏ជេរហ្នឹងក៏ឌៀមតាមយើងនិយាយចំទៅឌៀមតាមគាត់ថាម្ដាយខ្លះហ្នឹងគួរត្រូវជេរហើយមិនមែនម្ដាយកាត់ទេម្ដាយឥឡូវឧទាហរណ៍ដូចម្ដាយខ្ញុំកណាអាត្មាផ្ទាល់ចឹងតែខ្ញុំកណាអាត្មាមិនមែននិយាយអួតទេប៉ុន្តែឃើញអ្នកលោកអ្នកប្រាជ្ញអ្នកដូចលោកគ្រូសានសូជាលោកគ្រូសានសូជានិងអ្នកគ្រូផ្សេងហ្នឹងលោកនិយាយរឿងអំពីម្ដាយខ្លួនឯងឪពុកខ្លួនឯងជារឿយអញ្ចឹងណាហើយមានអង្គខ្លះក៏លោកឧស្សាហ៍និយាយលើកអំពីគុណម្ដាយខ្លួនឯងដែរក៏ប៉ុន្តែខ្ញុំកណាអាត្មានឹកឃើញថាគ្រូសានសូជាក្តីឬក៏ប្រសង់ផ្សេងក្តីវាផុតសម័យកាលខ្មែរក្រហមហើយហ្នឹងហើយ
vừa phật sਮਾយកាលខ្មែរក្រហមអីអញ្ចឹងណាវាផុតសង្គ្រាមផុតអីហ្នឹងវាក្រាន់បើជាងខ្ញុំកណាអាត្មាបើខ្ញុំកណាអាត្មាហ្នឹងនៅកម្ពុជាក្រមម្ដាយខ្ញុំកណាអាត្មាតាំងពីដូនតាមកនេះក្រមការគៀបសង្កត់រស់នៅក្រមអាណានិគមយួនហើយមកដល់ខ្ញុំកណាអាត្មាកំណើតបងក្តីកំណើតខ្ញុំកណាអាត្មាក្តីពេញទំហឹងយួនធ្វើបាបនិយាយចំពេញទំហឹងយួនគៀបសង្កត់ធ្វើបាបហ្មងគ្រាន់តែថាដូនតាសម័យដូនតាយើងយួនចាប់ដុតទាំងរស់ចាប់ចំពុកតៃអង្គចាប់ជីកព្រែកវិញទេសម្រាប់ទាំងរស់ណាក៏ប៉ុន្តែមកសម័យកាលខ្ញុំកណាអាត្មាកំណើតខ្ញុំកណាអាត្មាក្តីមកដល់ខ្ញុំកណាអាត្មាពេញវ័យហើយក្តីគឺពេញទំហឹងរងគ្រោះណារងគ្រោះហ្មងក៏ប៉ុន្តែម្ដាយខ្ញុំកណាអាត្មាហ្នឹងបើតាមខ្ញុំកណាអាត្មាដឹងតន់ណាដឹងតន់ក្តីហើយបងនិយាយប្រាប់ក្តីទាំងបងចំនួន1ទាំងញាតិចំនួន1ញាតិអីផ្សេងចិត្តខាងក្តីបងបង្កើតក្តីនិយាយប្រាប់ណាហើយខ្ញុំកណាអាត្មាឃើញផ្ដាល់ក្តីញោមខ្ញុំកណាអាត្មាហ្នឹងបើនិយាយអំពីគុណធម៌មនុស្សសម័យឥឡូវមិនងាយរកទេមិនងាយរកអ្នកណាដូចម្ដាយទេបើឪពុកក៏ចឹងដែរបើឪពុកមកបែបខាងឪពុកហ្នឹងអាចារ្យអញ្ចឹងទៅអាចារ្យហ្នឹងអាចារ្យពីដើមគេហៅអាចារ្យឆ្លងកាត់អសព10ណាអង្គុយវិបស្សនាអង្គុយអីផ្សេងហ្នឹងអសព10អាចារ្យធំណាអង្គុយវិបស្សនាសមាធិអីត្រឹមត្រូវបានធ្វើអាចារ្យណាហើយញោមកណាអាត្មានេះអាចារ្យបលេផងអាចារ្យខ្មោចអីមកចប់ហ្នឹងអាចារ្យផ្សេងឯងបើគ្រូដែរខាងគ្រូមន្តគុំមន្តវេទផងខាងគ្រូចិនយួនអីក៏ទៅរួចទាំងអស់ញោមកណាអាត្មានេះនៅប៉ុន្តែជាពិសេសបួសខាងពុទ្ធសាសនាខ្មែរយើងបានគ្រូសូត្រឆ្វេងអីអញ្ចឹងខាងឪពុកហើយអង្គុយថតហ្នឹងធ្លាក់អង្គុយថតទៅបានធ្វើអាចារ្យហ្នឹងហើយអូខន្តីណាញោមខ្ញុំកណាអាត្មាខន្តីកតញ្ញូសច្ចៈណាបើនិយាយកុហកអីកុហកហើកូនចៅអីតាំងពីខ្ញុំកណាអាត្មាដឹងក្តីមិនដែលឮសូរញោមកណាអាត្មាអីកុហកទេនិយាយពុកកុហកហើម្ដាយក៏ចឹងដែរមកថាពុកម្ដាយដូចតែម្ដាយកុហកកូនកុហកចៅកុហកអ្នកចិត្តខាងអីកុហកក៏ហើបោកប្រាស់អីណានិយាយអំពីគុណធម៌ម្ដាយឪពុកយើងណាហើយនិយាយពីដឹងគុណគ្រូគុណអីហ្នឹងដឹងណាម្ដាយទាំងឪពុកក្តីហើយមួយទៀតបើនិយាយពីម្ដាយខ្ញុំកណាអាត្មាហ្នឹងបងគាត់ទៅស្លាប់ក្នុងផ្ទះគាត់ទៅរត់ចុះរត់ឡើងមកស្លាប់គាត់ថែគាត់ម្ដាយខ្ញុំកណាអាត្មាហ្នឹងថែជំងឺបងខ្លួនឯងណាមានបងស្រី3នាក់ហើយដូចជាមានក្មួយហ្នឹងឈឺជំងឺប្តីចុះសម័យកាលហ្នឹងដឹងតែយួនវាអត់មានពេទ្យមានអីតាមទៅឲ្យសុកទុកអីយើងទេរឿងយួនហ្នឹងឈឺព្រោះគ្រូខ្មែរគ្រូអីអញ្ចឹងទៅបើថាមើលជាអំជាទេមានលុយទៅពេទ្យហើយពេទ្យវាមិនមើលឲ្យទេបើថាយើងគ្មានលុយគ្មានកាក់អីអញ្ចឹងណាតែក្នុងសម័យហ្នឹងហើយពេទ្យក៏មិនទំនើបអីដែរវាគាត់ថាគ្រាន់ហើយគេមើលសម្រាប់តែចន្ទជាតិយួនចន្ទជាតិខ្មែរអីទៅប្រទេសខ្លះគេដេញមកអីអញ្ចឹងហើយឈឺអញ្ចឹងទៅមើលអញ្ចឹងទៅគ្រូបុរាណគ្រូអីហើយក្រោយមកទៅបើទៅពេទ្យក៏ដេញមកដែរទៅពេទ្យភាគច្រើនស្លាប់ទៀតនៅបើយើងខ្មែរណាពេទ្យដេញមកអញ្ចឹងទៅពេទ្យដែរប៉ុន្តែយើងអត់សូវមានលុយមានកាសអីអញ្ចឹងខ្មែរយើងភាគច្រើនណាហើយក្មួយគាត់ហ្នឹងមានដូចជា2 3នាក់ទេនោះហើយនឹងដូចម្ដាយខ្ញុំកណាអាត្មាហ្នឹងពៅគាត់ម្ដាយហ្នឹងក៏ស្លាប់ម្ដាយកើតម្ដាយឪពុកគាត់ហ្នឹងស្លាប់ក្នុងគាត់ថែផងថែក្រោយមកខ្ញុំកណាអាត្មាធំដូចជាអាយុ9 10ឆ្នាំហើយបានលើក8 18 19អីហើយដូចជា10ប្រហែលភ្លេច17ក៏អីលើកសពជីតាខាងម្ដាយហ្នឹងតាខាងម្ដាយហ្នឹងលើកសពឡើងមានន័យថាម្ដាយឪពុករបស់ញោមស្រីខ្ញុំកណាអាត្មាហ្នឹងហើយក៏ថែតាំងពីម្ដាយឪពុកកើតហ្នឹងស្លាប់ធ្វើបុណ្យហើយក្រោយមកលើកសាកសពហ្នឹងធ្វើបុណ្យទៀតអាហ្នឹងនិយាយដោយឡែកខាងម្ដាយឪពុកបង្កើតរបស់ម្ដាយខ្ញុំកណាអាត្មាហ្នឹងហើយនិយាយដោយឡែកមួយទៀតបងគាត់3នាក់មកស្លាប់ហើយមាន3 4នាក់ទៀតបងស្រីគាត់ស្រីច្រើនស្រីដូចប្រហែលនាក់ស្រីដូច7ក៏9នាក់អីខ្ញុំកណាអាត្មាភ្លេចទៅច្រើនពេកបងអូនកើតគាត់ហ្នឹងស្រីទេមានបងប្រុសម្នាក់បងគេទាំងអស់បងប្រុសម្នាក់ហើយក៏ក្រៅពីហ្នឹងមកស្រី9នាក់អីណាបងប្អូនគាត់ណាក៏ប៉ុន្តែមានបងស្រី3នាក់មកស្លាប់ក្នុងផ្ទះហើយមានបងស្រីប្រហែលនាក់ទៀតគាត់រត់មកស្លាប់កន្លែងញោមខ្ញុំកណាអាត្មាហ្នឹងគាត់
mình nội máu với cái miền cồn cái thu thia cồn cái trào chẳng á mình ta tua lên chẳng đâu hay miền khmui bảy buôn này ai tiết nhưng mà mà mình chậm á nó khmui chậm tuông ở vô phèo buổi năm ấy chẳng vừa chậm mình nói chậm đằng này chẳng á khơi rót màu slap chẳng đâu hay là không có nào mà tập bùa chỗ búa đối slap khơi màu slap mà nè tiếc khmui vậy nó hay là dê mà nè thông hao tham mà đại thông nữa chẳng bên gì vì con là thò nên con là thò nó hơi mùi tiết nhôm trong quần áo mà nó thua cha thua ấy miên drop sầm bắt cái hao tha cha nó đủ cái thoái á cái thoái đôi chừng miên tường sạc đó miên là bỏ là bà miên đấy ta chân nặng mà cái chơi những ôi lố và cây lố muối ôi cha hay bình nhôm quần áo mà nó bình gì cái thua cha nó miên bị buồn khai nó là bị bình gì drop sầm bắt một thằng như tỏ sầm bắt nó đặt toàn lén ôi cái trung binh nó trung binh chết khang nhiệt côn cháu cái nó ôi nên hay bữa lôi các vậy về lôi vừa thay bữa gần sắm nó một xóm thứ miếng rồi đấy cái ôi côn cất tao khắc hình trăm côn cái bệnh buôn chẳng tao côn cái cá nó sâu men chẳng tao chào nó lôi để cái tao thuê cha thuê nó ôi côn cất chào cất nó trăm côn trăm ấy nó là cái gì muối tiết côn là thò bòn đó cái tăng bòn côn bòn muối xong bây giờ muối đó hay mà đại ở phục mà cất vậy vì hơi gì vì chụp côn cái những cái thò đến để khoác để cả hơi côn cháu ấy chứ hay bờ tiếp xong mưa prum mà bị hiệt thò buôn thò xên nó mà đại ở phục lọ đó gì luôn á nên mà đại ở phục chẳng dân priệp thiệt tham mà đại ở phục mà đôi khi thế mà đại ở phục kế cái miếng prum mà bị hiệt miếng nó là quân là đây các quân prum mà bị hiệt thò trong phố côn rồi bỏ kế còn con tay chế bởi dân gì ta vào Phật sa ná và Phật nó còn cơ bàn tra đừng nó miền ở ba sẽ cá khá một tha vào ổng côn nó mò khơi nó đôi chuyện ở ba sẽ cá nó cách mình mơ khơi chết khơi cầm nợ tới bên đây có than thì say mà nữa thì say ít khơi một phút khơi hao côn chẳng bọn ấy bàn pre mà ha nón cái đấy pre sẽ đây bắt cái đây nè pre là con ong xinh nó tu xua một phút hết ấy ba sẽ cá đấy mình mưa mình khơi chết cầm nợ mình khơi ấy xong chẳng một hao nó ngay mà hao vào ổng côn chứ ba sẽ cá đấy ban và phút bọn sầm đấy khá thôi tôi han này sấy á và phút bọn than này sấy thì với ba sẽ cá nó thọp chưa mà đại ở phút thưa chưa mà đại ở phút bọn nó bèm hội chia thọp thưa chia mà đại mi ở mà đại cao đó mà đại thông nó pram rồi chia thọp thưa chưa mà đại mi nó thọp thôi chưa mà đại mi chưa pu nó pram rồi chia nâng rồi hay thưa chỉ nhiệt nó pram rồi chia tiết nhiệt mình thấy nhiệt lỏ đó cái hao tay nhiệt coi là dạng là nhiệt á coi là dạng là nhiệt nó nhiệt lỏ nó pram rồi chia mình bốn thưa giờ coi là dạng là nhiệt đi hay cõi máu ban thưa mau chụp pu giờ min hay cõi máu ban thưa trên mà đại thông đó là hao tha pu thông mà đại phục thông mà đại thông nó pram rồi chia cõi máu ban thưa trên mà đại phục nó pram rồi chia còn còn tới lộ bọn gì đó thò miền lọ nên kia chỉ coi là giả đó thò lọ thấy mà đại lọ tiếp mà đại miền prum mà hiệp thò mà đại xinh nó một phút bọn sầm đại chẳng à hay ba sẽ can đấy mà mình mơ khơi chia cầm lá đó bên đây miền ở phan thì sai giống mơ đối thật đăng miền ở đỏ bôi đăng thay chỉ côn hoặc luôn đó cắt nó cắt khơi một phút thôi tham một phút nó côn nhưng mà khao côn hay mà bọn sầm đại chẳng là nó một phút dừng vậy tao một phút bọn sầm đại bọn đăng đâu sập nhật tình nhiệt nó vừa chia bấy nó miền này vừa chia bấy nó mưa dương mà có lẽ đăng thay chết cầm nạt dương nó cao thì tao một này ấy sạch nó cao ấy class những cái hay tôm một cọt ấy class một cõi cọt ấy class thì bún một cọt ấy class những một phút bọn đăng rồi bọn sầm đại nó sập nhật tình nhiệt nó vừa chia bấy nó á còn bàn tay mình đủ dương thôi mà đã mình đặng đi xong bây tập ra là hón câu mình đặng đây bờ đôi chia press ở đây bớt prem một cái lý anh prem mà ha nó được prem là hoàn khá lúc đăng tại đồng thế lúc đăng vị chia bay không vị chia bay nó đăng đồng thế đăng tịch đồng thế rồi mình đôi một phút thế EP khác một phút ba cõi bạn đăng tiên bữa ba mình ba cõi nó áp đăng vào cái đứa còn đăng tịch trên chân
ប៉ុន្តែបើវិជា8ហ្នឹងដឹងកន្លែងខ្លះខ្លាំងណាយើងទៅយកយ៉ាងវិជា8ដែលព្រះអរហន្តដូចជាព្រះសិរីបុត្រព្រះមុគលានហ្នឹងក៏ប៉ុន្តែកន្លែងខ្លះពុទ្ធបើកឲ្យដែរបើកជំរុញឲ្យអញ្ចឹងណាជំរុញដូចជាបដិហាមួយផ្ចាញ់នឹងនន្តោបនន្តហ្នឹងពុទ្ធបើកឲ្យណាបើកនៅរត់នៅបដិហាឲ្យព្រះមុគលាននោះទៅចាញ់អ្នកនន្តោបនន្តហ្នឹងពុទ្ធជំរុញបើកពលឺឲ្យដែរណាបើកនៅវិជាហ្នឹងឲ្យដែរអញ្ចឹងអឺខ្លះទៅអញ្ចឹងណាដោយនិស័យដោយអីដោយអញ្ចឹងមានពុទ្ធទេដឹងក៏ប៉ុន្តែខ្ញុំកណាអាត្មាបាននិយាយឃ្លីបមុនហើយថាបើសិនជាយើងចង់តាំងនាមជាម្ដាយឪពុកជាអីនោះតោះយើងមានធរចុងនោះធរប្រាក់ប្រហែលហើយមានតែពុទ្ធទេលោកដឹងយើងធម្មតាមិនដឹងហើយបើយើងចង់តាំងនាមជាម្ដាយឪពុកគេហ្នឹងយើងតោះយើងមានព្រមវិហារធរដូចថាម្ដាយឪពុករបស់គេក៏ដោយក៏ប្រហែលអញ្ចឹងណាលុះត្រាអញ្ចឹងនោះអានឹងបាននេះមានធរអញ្ចឹងណាដូចខ្ញុំកណាអាត្មាលើកពីដើមអញ្ចឹងហើយបើយើងអត់មានធរអញ្ចឹងផងយើងតាំងនាមជាម្ដាយឪពុកគេដូចមិនកើតហ្នឹងហើយម្ដាយឪពុកខ្លះទៅទុច្ចរិតរៀនកូនដោយទុច្ចរិតអញ្ចឹងទៅបៀតបៀនគេបង្កើតរឿងលួចប្លន់នឹងឲ្យកាន់ជើងកូនដល់ប្រទេសតែបដាបង្រៀនអប់រំកូនអីហ្នឹងមិនល្អទេដោយប្រការផ្សេងឲ្យគ្មានគុណធម៌ទេសូម្បីតែព្រមវិហារធម៌ហ្នឹងក៏មិនសូវល្អនឹងកូនខ្លួនឯងទៀតណាហ្នឹងហើយម្ដាយឪពុកខ្លះណាហើយបើនិយាយពីគុណធម៌ផ្សេងអំពីធម៌ផ្សេងទៅលើសង្គមទៅអត់មានទេនៅមានច្រើនចម្ពោះទៀតហើយអញ្ចឹងយើងទៅប្រៀបផ្ទឹមមិនប៉ុន្តែដូចខ្ញុំកណាអាត្មានិយាយឃ្លីបមិនហើយថាយើងជេរម្ដាយឪពុកគេវាអត់ល្អទេជេរអាហ្នឹងអសលធម៌យើងទៅជេរទៅអីគេណាហ្នឹងហើយប៉ុន្តែទំនៀមទម្លាប់ហ្នឹងហើយយើងជេរម្ដាយឪពុកគេវាអត់ល្អអសលធម៌អញ្ចឹងណាក៏ប៉ុន្តែដូចខ្ញុំកណាអាត្មានិយាយហើយនិយាយទៀតអញ្ចឹងថាម្ដាយឪពុកខ្លះវាអត់មានគុណធម៌អត់មានអីទេណាអត់មានគុណធម៌អត់មានអីហើយក៏ប៉ុន្តែទោះបីតែម្ដាយឪពុកគេចោលអីក៏ដោយណាហ្នឹងអញ្ចឹងក៏ប៉ុន្តែម្ដាយឪពុកខ្លះទាំងម្ដាយទាំងកូនហ្នឹងទាំងឪពុកហ្នឹងវាទៅទោសប្រហារជីវិតក៏មានបើយើងនិយាយតាមច្បាប់ពីសម័យដើមស្ដេចក្តីអីមន្ត្រីគេចាប់បានប្រហារជីវិតប្រមាណដំណរនោះក៏មានដែរណាយើងនិយាយណាហើយសួរថាមានទោសអ្នកខ្លះមានទោសហ្នឹងដោយអីដោយម្ដាយឪពុកហ្នឹងរៀនកូនអញ្ចឹងរៀនកូនរៀនដោយចៅទៀតរៀនក្បត់ជាតិបង្រៀនកូននឹងគ្មានគុណធម៌រៀនកូននឹងទុច្ចរិតបៀតបៀនគេបង្កើតរឿងរ៉ាវកេងប្រវែងពុកក៏លួចប្លន់បៀតបៀនសម្រាប់គេសម្រាប់ឯងធ្វើទុកបុកម្នេញដល់អ្នកភូមិអ្នកស្រុកណាទុច្ចរិតអីចឹងផ្សេងបន្ទុះប្រមាថគេហើយមិនមែនតែអញ្ចឹងទេបង្កើតគ្នាជាដុំជាកម្ពុជាធំអញ្ចឹងណាអង្គវិនាសកម្មទៅដល់សង្គមជាតិធំគ្នាច្រើនអញ្ចឹងទៅណាអ្នកដែលមានទោសប្រហារជីវិតអីចឹងវាមានអញ្ចឹងវាមានទោសអញ្ចឹងបើនិយាយស្ដេចសម័យដើមហើយសួរស្ដេចសម័យដើមខ្លះលោកធ្វើអញ្ចឹងខុសទេមិនខុសទេស្ដេចសម័យដើមលោកមានព្រមវិហារធម៌4មានទស្សពុទ្ធរាជធម៌មានអកតិធម៌ណាក៏ប៉ុន្តែលោកទៅស្រាវជ្រាវឃើញអញ្ចឹងឃើញបុគ្គលនឹងឬគរុសានឹងពូជចម្បូរនឹងណាពូជចម្បូរនឹងវាអញ្ចឹងបង្រៀនកូនមកទុច្ចរិតបង្កើតរឿងបន្ទុះសារាយប្រមាថបៀតបៀនគេហើយបង្កើតជាក្រុមជាបកជាពួកធំបង្កើតខ្លះហ្នឹងវិនិច្ឆ័យសកម្មទៅដល់នគរទៅដល់ប្រទេសហ្នឹងណាប៉ុន្តែដោយស្ដេចហ្នឹងលោកមានបញ្ញាមានធម៌ទស្សពុទ្ធរាជធម៌មានព្រមវិហារធម៌ស្ដេចមន្ត្រីផ្សេងអ្នកប្រាជ្ញផ្សេងវាច្រើនក្នុងវាំងហ្នឹងស្រាវជ្រាវឃើញអញ្ចឹងទៅចាប់សម្រាប់ទាំងពូចោលក៏មានដែរណាហើយសួរថាបុគ្គលពូចម្បូរយ៉ាងអីហ្នឹងទេម្ដាយហ្នឹងមានតែខុសអីបើថតសុចរិតធម៌ព្រមវិហារធម៌គុណធម៌អីផ្សេងវាគ្មានហ្នឹងស្ទើរតែគ្មានហ្នឹងទាំងពូជហើយតំណមអាចគេអ្នកផ្សេងឲ្យធ្វើអញ្ចឹងទៀតណាអញ្ចឹងមកយើងមើលរឿងរ៉ាវពីសម័យប្រពុតក្តីមុនប្រពុតក្តីព្រំមាញ់ក្តីអីក្តីមានអញ្ចឹងសម្រាប់ទាំងគ្រួសារទាំងពូជចូលក៏មានដែររឿងចិននេះក៏មានដែរមើលចិនហុងកុងចិនដីគោកចិនហុងកុងអីក៏មានលេងទាំងអស់ហ្នឹង
ហើយក្នុងព្រំមាញ់ក្នុងប្រទេសឥណ្ឌាប្រទេសខ្មែរហ្នឹងក៏មានរឿងរ៉ាវអញ្ចឹងដែរក្នុងរឿងពុទ្ធសាសនាក្តីព្រំមាញ់សាសនាក្តីមានទាំងអស់ហ្នឹងហ្នឹងហើយយើងថាខុសអីដោយខ្ញុំក៏ដាក់ស្មាននិយាយពីដើមអញ្ចឹងតែពួកខ្លះគុណធម៌សុចរិតធម៌អីថតក្នុងខ្លួនមកគាត់គ្មានផងហ្នឹងប៉ុន្តែក៏មានអាចមានដែរមានចំពោះកូនគាត់អីទិញទួចចឹងណាឬក៏ច្រើនអីចំពោះតែកូនគាត់ហ្នឹងអ្នកដតីមានកូនគាត់ទៅណាបើគាត់មានធម៌អីនឹងអ្នកដតីមានគុណធម៌មានអីផ្សេងអាហ្នឹងវាជារឿងមួយទៀតប៉ុន្តែខ្លះអត់មានណាហើយមានដោយបំណងអាក្រក់ដាក់កូនហ្នឹងទៅរៀនកូនហ្នឹងឯងដើរបៀតបៀនគេដើរទុច្ចរិតដាក់គេដើរបន្ទុះប្រមាថលួចប្លន់គេបង្ករឿងវិនាសកម្មទៅដល់សង្គមដល់ជាតិដល់មាតុភូមិដល់អ្នកដតីអីផ្សេងអញ្ចឹងណានៅបណ្ដាយពួកខ្លះអញ្ចឹងណាហើយរៀនទាំងពូជហើយមិនទាំងពូជទៅបង្កើតទៅជាខ្សែបណ្ដាញផ្សេងទេបើថាមន្ត្រីណាធ្វើការមន្ត្រីឬក៏រាជគ្រូអីផ្សេងមើលរឿងចិត្តមកហ្នឹងហ្នឹងអញ្ចឹងហើយបណ្ដាយពួកអីប្រភេទអញ្ចឹងអីនោះឬក៏ជីតាអីប្រភេទអញ្ចឹងអីនោះខ្លះនោះគេជេរដល់ជីតាទៀតហ្នឹងហើយពាក់ថាជេរម្ដាយជេរអីណាខ្លះក្មេងៗឥឡូវក៏ឬសូចង់ជាតិចិត្តយើងវាជាផ្សេងចង់ជាតិវៀតណាមឬយួននេះគេច្រើនតែពាក់ដូរម៉ែហើយយើងថាយើងមិនដឹងយើងទៅចាប់ទុកគេខុសដូរម៉ែណាមួយដូរម៉ាមួយដូរម៉ែឃើញទេឌីតម៉ែហើយមិនមែនឌីតម៉ែទេយើងអត់ដឹងយើងទៅចាប់ទូកំហុសខឹងខុសហើយខ្មែរយើងខ្ញុំកណាអាត្មាឃើញថាអូជួយបាយយើងមិនដឹងណែទៅលឺសូទៅជួយម្ដាយហើយជួយបាយហ្នឹងដល់និយាយលឿនជួយបាយហ្នឹងហ្នឹងណាយើងអត់ដឹងថាណែឯងជីម្ដាយអញជួយបាយហ្នឹងហ្នឹងណាខុសហើយមួយទៀតជួយម៉ាយខ្ញុំកណាអាត្មាឃើញឥឡូវហ្នឹងនៅបណ្ដាញសង្គមនៅក្នុង Facebook ហើយបើយើងនិយាយថាចាក្មេងតានេះនិយាយជួយប៉ាយជួយម៉ាយហើយម៉ាយហ្នឹងមានម៉ែណាជួយម៉ែណានៅជួយម៉ែជួយមេណាជួយម៉ែណាគឺម្ដាយឯណាហើយបើគេជេរថាជួយម្ដាយទៅចង្អុលមុខយើងនោះបាទគេជេរយើងហ្នឹងហើយមួយទៀតជួយម៉ាយហ្នឹងមិនមកស្អាម៉ាយយកម៉ាយណាមិនមួស្អែម៉ែណាមកស្អែម៉ែណាហ្នឹងហើយយើងអត់ដឹងជួយម៉ាយណែអានេះជាអញអីណាណែអាហ្នឹងយើងទៅប្រកាន់អាហ្នឹងខុសការឆ្នាំងវែងចំវែងហើយខុសយើងនៅទៅប្រកាន់ប្តីគេប្តីបដាហ្នឹងខុសណាណែគេមកចង្អុលមុខជេរយើងចង្អុលមុខជួយម៉ែជួយម្ដាយមកចង្អុលមុខយើងឬក៏មើលមុខយើងក៏បានដែរមិនបាច់ចង្អុលទេមកមើលព្រមជេរមើលមុខយើងជេរមើលមុខយើងជេរក៏បានដែរប៉ុន្តែបើថាជាក់លាក់ទៀតចង្អុលយើងក៏បានដែរចង្អុលហ្នឹងបានជាក់លាក់បើចង្អុលយើងជួយម្ដាយជួយម៉ែជួយម្ដាយអាហ្នឹងបានខុសប៉ុន្តែជួយបាយជួយម៉ាយណែប្រយ័ត្នអត់មានម៉ែទេជួយម៉ាយហ្នឹងឬក៏ហើយឥឡូវនោះក្នុងបណ្ដាញសង្គមឬសូរឿងហ្នឹងឬសូឬក៏ក្មេងៗហ្នឹងគេចូលចិត្តជួយម៉ាយហ្នឹងនិយាយប៉ុន្តែវាខុសអាហ្នឹងរាងអសិលធម៌ដែរតែបើយើងទៅចាប់ថ្នាក់ហៅថាចង់ចាប់ទូកំហុសអត់ថាគេជេរម៉ាយទេមិនមែនជួយម៉ាយណាប្រយ័ត្នខ្លះជួយបាយជួយបាយហើយខ្លះធ្លាប់ហ្នឹងក៏មានដែរជួយបាយជួយបាយហ្នឹងដឹងមិនជួយបាយហ្នឹងខ្មែរមានបាយឯណាបាយហ្នឹងភាសាលាវភាសាសៀមអីទេបាយហ្នឹងទៅបាយណៃហ្នឹងទៅណាថាជួយបាយយើងមិនដឹងថាជួយម្ដាយដែរហើយជួយម៉ាយ1ម៉ាយ2ម៉ាយហ្នឹងមិន1ម៉ាយ2ម៉ាយអីហ្នឹងម៉ាយហ្នឹងខ្មែរយើងហៅម៉ាយ1ម៉ាយហ្នឹងភាសាយួនទៅទៀតថ្ងៃស្អែកហ្នឹងម៉ាយស្អែកយួនហៅថ្ងៃម៉ាយនោះហើយម៉ាយបើយកហើយម៉ាយរហូតណាម៉ាយរហូតហើយបើថ្ងៃម៉ាយថ្ងៃស្អែកនោះភាសាយួនហើយអញ្ចឹងអ្នកទម្លាប់ខ្មែរយើងខ្លះឥឡូវហៅជួយម៉ាយណែអត់មានភាសាខ្មែរទេអញ្ចឹងយើងទៅចាប់ទោសចាប់កំហុសគេទៅប្រយ័ត្នខុសខ្លួនឯងវិញណាអញ្ចឹងខ្ញុំកណាអាត្មាចូលរួមប៉ុណ្្នឹងនមស្ការលាចរណទូលា